បាទខ្ញុំបាទសូមធ្វើការអនុញ្ញាតលំអរកាយគោរពនិងជម្រាបសួរប្រិយមិត្តនិងមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីរាប់អានសូមស្វាគមន៍សាជាថ្មីមកកាន់ Channel YouTube របស់ខ្ញុំបាទដែលមានឈ្មោះថាខ្មែរ History ប្រិយមិត្តនិងមិត្តទូរទស្សនិកជនបាទជាទីគោរពនិងជាទីរាប់អានដោយអ្វីដែលប្រិយមិត្តបានទស្សនាតាមបណ្ដាញសង្គមហើយជាពិសេសគឺ YouTube បាទ Facebook TikTok ជាដើមបាទបញ្ហាគ្រោះធម្មជាតិរំជួយដីនៅឯប្រទេសបាទភូមានិងប្រទេសថៃគឺជាបញ្ហាមួយដែលមានគេហៅថាភាពសោកនាដកម្មយ៉ាងសង្រេងបាទដែលសាកសពខ្លះនោះកំពុងតែបាត់នៅក្នុងអាគារដែលបាក់ស្រុតនៅឡើយទេបាទហើយខាងជនសង្គ្រោះបាទកងសង្គ្រោះនោះអ្នកសង្គ្រោះនោះកំពុងតែមានញឹកយ៉ាងញាប់ដៃញាប់ជើងផងដែរបាទដោយឡែកនៅក្នុងប្រទេសវៀតណាមវិញក៏មានការរំជួយដីដែរគឺរំជួយដីបាទ3លើកជាប់គ្នាតែម្ដងក៏ប៉ុន្តែมันមានបញ្ហាខូចខាតឬក៏គ្រោះមហន្តរាយណាមួយកើតឡើងនោះទេបាទអញ្ចឹងយើងដឹងហើយបញ្ហាប្រឈមគឺមានប្រទេសភូមាហើយនិងថៃបាទវៀតណាមគឺរំជួយដូចគ្នាប៉ុន្តែកម្រិតហ្នឹងគឺមិនទាន់ខ្លាំងដូចភូមានិងថៃទេបាទចឹងតើវៀតណាមបាទជំជួយដី3លើកជាប់គ្នានៅតំបន់ណាខ្លះបាទវៀតណាមក៏មានគ្រោះរំជួយដីនៅកូនទុំ3លើកជាប់គ្នាបានកើតឡើងនៅស្រុកបាទកូនប្លុងបាទវៀតណាមបាទតាមប្រភពពីព័ត៌មានប្រទេសវៀតណាមបានតាំងថាខេត្តកូនទុំនៃប្រទេសវៀតណាមបានជួបប្រទះការរំជួយដីជាប់គ្នាចំនួន3នៅព្រឹកថ្ងៃទី31ខែមីនាបាទកន្លងផុតទៅនេះប៉ុន្តែมันបណ្ដាលឲ្យមានការខូចខាតបាទហេដ្ឋារចនាសម្ព័ន្ធមួយនៅឡើយការរំជួយលើកទី1នៅកើតឡើងបាទនៅម៉ោង 4:08 ព្រឹកបាទក្នុងកម្រិតបាទ 3.1 Richter ប្រហែល2នាទីក្រោយមកការរំជួយដីកម្រិត 3.0 Richter បានកើតឡើងទៀតបាទនឹងចុងក្រោយគឺនៅម៉ោង 4:46 ព្រឹកបាទនៅថ្ងៃទី31ខែមីនាឆ្នាំ2025ដែរគឺក្នុងកម្រិតទាបបាទ 2.6 Richter បាទ Richter មិនមែន Richter នេះគឺ Richter បាទការរំជួយដីទាំង3គឺនៅជម្រៅប្រហែលជា 8.1 គីឡូម៉ែត្របាទអញ្ចឹងគឺនៅវៀតណាមគឺ3លើកណាបាទសម្រាប់ថ្ងៃ31ខែមីនាឆ្នាំ2025កន្លងផុតទៅហ្នឹងបាទអញ្ចឹងក៏ម៉ោងលើកដំបូងគឺម៉ោង 4:08 ព្រឹកបាទ4ចិត្តភ្លឺណាបាទអញ្ចឹងវារំជួយក្នុងកម្រិត 3.1 Richter បាទក្រោយមកលើកទី2គឺ 3.0 Richter បាទហើយចុងក្រោយគឺនៅម៉ោង 4:46 ព្រឹកដដែលបាទគឺ 2.6 Richter បាទលោកបណ្ឌិតបាទអ្នកដែលគាត់ខាងស្រាវជ្រាវខាងវៀតណាមហ្នឹងគាត់បានឲ្យដឹងថាបាទអញ្ចឹងគាត់កាន់ខាងគេហៅថាគ្រោះមហន្តរាយឬក៏រំជួយដីហ្នឹងគឺឈ្មោះថាវៀនសុញអញបាទដែលជានាយកមណ្ឌលប្រមានអំពីគ្រោះរំជួយដីនិងរលកយៈស៊ូណាមិបាទបានបញ្ជាក់ថាខេត្តកុនទុំស្ថិតនៅក្នុងខ្សែសង្វាក់រំជួយដីបាទស្ថិតនៅក្នុងកម្រិតរំជួយដីខ្សោយដូច្នេះការរំញ័រអតិបរមានៅក្នុងតំបន់នេះមិនលើសពី 5.5 Richter នោះទេលោកបានបញ្ជាក់ទៀតថាការរំជួយដីនេះមិនបង្កឲ្យមានការឬក៏ខូចខាតឬក៏ផលប៉ះពាល់ធ្ងន់ធ្ងរនោះទេបាទស្ថិតិបង្ហាញថាក្នុងរយៈពេល117ឆ្នាំបាទចាប់ពីឆ្នាំ1903ដល់ឆ្នាំ2020ស្រុកកូនប្លុងនៃខេត្តកូនទុំបានកត់ត្រាការរំជួយដីប្រហែលជា33ដងបាទចាប់ពី 2.5 Richter និងខ្ពស់ជាងនេះហើយក៏ចាប់ពីឆ្នាំ2021រហូតមកដល់ពេលនេះមានការរំជួយដីច្រើនជាង200លើកការរំជួយដីដ៏ធំបំផុតបានកើតឡើងនៅក្នុងខែសីហាឆ្នាំ2022ដោយមានការរំជួយកម្រិត 4.7 Richter បាទចឹងវៀតណាមក៏កើតខ្លាំងដែរបាទកើតខ្លាំងម្ដងនេះគឺនៅខែសីហាបាទឆ្នាំ2022បាទគឺរហូតដល់ 4.7 Richter នោះបាទសូមអរគុណបាទចំពោះការតាមដានសម្ដាប់និងយកចិត្តទុកដាក់
ព័ត៌មានរបស់ខ្ញុំបាទថ្ងៃនេះបាទជាចុងក្រោយសូមគោរពនិងថ្លែងអំណរគុណជាជ្រៅចំពោះប្រិយមិត្តនិងមិត្តទូទាំងជនទាំងអស់គ្នាដែលបានចូលរួមតាមដានស្ដាប់និងទស្សនាវីដេអូនេះតាមដានដល់ចប់ផងដែរបាទជូនពរដល់ប្រិយមិត្តនិងមិត្តទូទាំងជនជួបតែសំណាងល្អមានសុខភាពល្អនិងរកទទួលទានបានគ្រប់គ្នាបាទសូមអរគុណ